បងប្អូនរត់ដល់ថតតែមក review មកហូបឥឡូវមក review នៅរំយោល farm ម្ដងបងប្អូនមកមើលសកម្មភាពនៅក្នុង farm ទាំងអស់គ្នាបងប្អូនបីក្តោបទាំងអស់គ្នាបងប្អូនអើយនេះក្តោបល្អមែនតើបងប្អូននេះអូយល្អខ្លាំងហ្មងបងប្អូនក្តោបនេះបងប្អូននិយាយថាបន្លាឲ្យស្ពៃក្តោបដាំធម្មជាតិចឹងគឺថាស្រួយឆ្ងាញ់ហ្មងបងប្អូននេះភេទពេញប៉ោះមកប្រភេទនេះពួកយើងដាំសម្រាប់បន្លែបុកល្ហុងបងប្អូនសម្រាប់យកទៅធ្វើបុកល្ហុងហើយផ្លែវាល្អបងប្អូននេះអូនិយាយទៅពេញប៉ោះនេះគឺបុកល្ហុងចេញមកឆ្ងាញ់ហ្មងបងប្អូនដាក់ស្លម្ជូរក៏ឆ្ងាញ់ដែរប្រភេទពេញប៉ោះនេះហ៎អូយល្អមែនតើផ្លែច្រើនមែនតើនេះយើងដាំបានល្អបងប្អូនអត់មានប្រើគីមីអីយើងគ្រាន់តែថែដាក់ទឹកដាក់អីដល់ចឹងទៅវាបានផ្លែល្អច្រើននេះទ្របយើងណានៅរំយោលបងប្អូនចេះឆ្ងល់ថាអូយបន្លែទឹកគ្រឿងនៅរំយោលល្អស្រស់ហ្នឹងបងប្អូននេះចំការរំយោលផ្ទាល់ហ្មងបងប្អូនគឺរំយោល farm អ្នកដាំផ្ទាល់ហ្មងដោយសារអីយើងទប់តែចាប់ផ្ដើមចការថ្មីអញ្ចឹងពួកយើងធ្វើប្រហែលជាអត់សូវទាន់ពុតគង់គ្រប់គ្រាន់ទេតែឆ្នាំក្រោយយើងនឹងព្យាយាមឲ្យគ្រប់គ្រាន់ជាងហ្នឹងបងប្អូនហេតុបន្លែស្លឹកម្ដងណានេះខាងបន្លែស្លឹកអានេះបងប្អូនអានេះស្ពៃខ្មៅហើយអានេះប្រភេទគេហៅថាស្ពៃស្រួយបងប្អូនហើយពួកយើងមានច្រើនទៀតប្រភេទជាស្ពៃហ្នឹងមានស្ពៃចកោះតែនេះវាអត់ទាន់ធំស្រួលបួលទេអញ្ចឹងហើយនេះអានេះបងប្អូនស្ពៃកញ្ញាញអានេះក៏ជាបន្លែទឹកគ្រឿងនៅក្នុងរំយោលកដិនដែរណាបងប្អូនហើយយើងមានប្រភេទជាអានងទេបងណាបងប្អូននេះអានងបងប្អូនអើយនេះស្លប្រហើស្លអីបងប្អូនមករំយោលណាឆ្ងាញ់ហ្មងបងប្អូនប្រភេទជាបន្លែបងប្អូនដោយសារចកាយើងហ្នឹងគឺយើងធ្វើទំហំល្មមដែរទេប៉ុន្តែឆ្នាំក្រោយយើងនឹងព្រិចទៅក្រោយទៅក្រោយទៀតដល់ចេកនេះថ្ងៃស្អែកនេះបេះត្រៀមទៅលក់នៅរំយោលទៀតហើយបងប្អូននេះមើលសិតតែផ្លែចាស់ដើមទាំងអស់បានបេះទៅលក់បងប្អូនចេកនេះគឺឆ្ងាញ់ហ្មងអានេះផ្លែម៉នណាផ្លែម៉ននេះពួកយើងដាំបានប្រហែលជា10 20ដើមដែរអាចបេះទៅលក់បានដែរបងប្អូនអានេះញ៉ាំទៅជួយសុខភាពយើងច្រើនហើយវាសំខាន់វាធម្មជាតិទៀតណាបងប្អូនផ្លែឈើក្នុងស្រុកណានេះបងប្អូនអាហ្នឹងក៏ឆ្ងាញ់ដែរទីទៀតមានលក់នៅរំយោលដែរបងប្អូននេះពងតាដាំណាទាំងអស់គ្នាណានេះដាំទុំតាដាំថ្មីតបៃនេះប្រហែលចូលខ្ទង់មួយខែទៀតបានអាចបេះបាននេះបងប្អូនអូយផ្លែច្រើនណាអត់មានប្រើគីមីទេបងប្អូនខ្ញុំគ្រាន់តែចងអញ្ចឹងទៅបងប្អូនមកមើលល្ហុងទាំងអស់គ្នាល្ហុងល្អណាបងប្អូនមកអូនវត្តបិទបេះឲ្យបងមួយបេះល្ហុងបងប្អូនអើយអានេះសាគាដើមអញ្ចឹងផ្អែមដូចស្ករអញ្ចឹងណានេះបងប្អូននេះធម្មជាតិពិតតែម្ដងបងប្អូនជាណាក៏ពួកយើងដាំខ្លួនឯងដែរបងប្អូនមកជាណាបងប្អូនអើយឃើញរូបរាងវាមិនសូវស្អាតមែនប៉ុន្តែរសជាតិគឺឈ្ងុយ